ជំរាបសួរបងប្អូនទាំងអស់គ្នាក្នុងនាមខ្ញុំជាអគ្គនាយិកានៃសាលាចាស់ Golden Bay អន្តរជាតិថ្ងៃនេះនាងខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធជាមួយនឹងការដឹកនាំមិនថានៅក្នុងស្ថាប័នរបស់នាងខ្ញុំបច្ចុប្បន្នឬក៏ជាបទពិសោធន៍ដែលនាងខ្ញុំធ្លាប់ទទួលចាស់ជាង10ឆ្នាំដែលមានតួនាទីជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នអប់រំដូច្នេះហើយធម្មតាក្នុងនាមជាថ្នាក់ដឹកនាំតែងតែមានបុគ្គលិកនៅក្រោមបង្គាប់ហើយមិនថាតិចច្រើនគឺទៅតាមទំហំនៃស្ថាប័នដែលនាងខ្ញុំបានធ្វើកន្លងមកដូច្នេះប្រធានបទនេះគឺមានចាការធ្វើយ៉ាងណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាក្លាយជាមេដឹកនាំឬក៏ថ្នាក់ដឹកនាំដែលមានឥទ្ធិពលយោងតាមបទពិសោធន៍និងអ្វីដែលនាងខ្ញុំធ្លាប់ធ្វើកន្លងមកមេចាពាក្យថាមេគឺជាមនុស្សដែលនៅប្រមុខគេឲ្យដូចក្បាលម៉ាស៊ីនអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់សម័យមុនដែលយើងនិយាយថាជាតលេថងណាចាឬក៏ម៉ាស៊ីនកោយន្តដែលមានក្បាលអញ្ចឹងក្បាលហ្នឹងនឹងអូសរបកហ្នឹងទៅហើយអញ្ចឹងក្បាលហ្នឹងឯងគឺជាមេតែមេគឺជាមនុស្សដែលត្រូវតែមុនគេតែធ្វើអីក៏ត្រូវតែមុនគេដែរធ្វើអីក៏ត្រូវតែមុខគេដែរធ្វើអីក៏ត្រូវតែទទួលខុសត្រូវចាំមុនគេដែរទោះបីតែកូនចៅខុសក៏មិនឲ្យភាពខុសហ្នឹងទៅកូនចៅដែរត្រូវអត់នេះហើយគឺជាមេដឹកនាំដែលមានឥទ្ធិពលចាបើសិនជាជួបឧបសគ្គគឺមេត្រូវជួបមុនកូនចៅដោយសារអីមេគឺជាមនុស្សដែលខ្លាំងជាងកូនចៅជាអ្នកដឹកនាំកូនចៅអញ្ចឹងត្រូវតែខ្លាំងជាងគេបកកាយជាងគេឆ្លាតជាងគេអស្ចារ្យជាងគេធ្វើអ្វីក៏មុនគេធ្វើអ្វីក៏ត្រូវតែសម្រេចលទ្ធផលបានធំជាងគេដែរចាអញ្ចឹងគ្រប់បែបយ៉ាងគឺទទួលបានមុនគេចាទាំងអស់នេះហើយគឺជាឥទ្ធិពលរបស់មេចាចំណុចទី2ក្នុងនាមយើងជាមេដែលមានឥទ្ធិពលចំណុចដែលយើងគួរធ្វើបំផុតត្រូវតែចេះលើកទឹកចិត្តចាបរៀនគេប្រាប់គេចាធ្វើឲ្យគេមើលចាអរគុណគេនៅពេលដែលគេធ្វើបានអរហើយប៉ុន្តែបើសិនជាបងឬក៏បងប្អូនទាំងអស់គ្នាមិនចេះក្នុងការលើកទឹកចិត្តគេទេយើងអាចខ្លាយជាមេដែលមានឥទ្ធិពលដែលទទួលបានការគោរពការស្រឡាញ់ពីកូនចៅទេមិនមានន័យថាយើងត្រូវចង់បានសេចក្តីស្រឡាញ់ឬគោរពពីគេមែនអត់មើលទៅលើលទ្ធផលឬក៏សមិទ្ធផលការងារដែលខ្លួនឯងត្រូវតែដឹកនាំឬក៏លីដទេឬក៏យ៉ាងម៉េចអត់ទាំងអស់ហ្នឹងត្រូវតែបានទាំងអស់គួបផ្សំជាមួយនឹងលទ្ធផលដែលល្អចឹងកូនចៅដែលនៅក្នុងក្រោមបង្គាប់របស់យើងក៏គាត់ត្រូវតែសប្បាយចិត្តចា happy ជាមួយទៅនឹងចាសកម្មភាពឬក៏ការងារដែលគាត់ធ្វើជាប្រចាំដែរទើបគាត់អាចមានកម្លាំងក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់គាត់បន្តទៀតអូខេចំណុចមួយទៀតដែលនាងខ្ញុំចង់ជម្រាបបន្ថែមជូនដល់បងប្អូនទាំងអស់គ្នាហាមបំផុតគឺការបំបាក់ទឹកចិត្តការបំបាក់ទឹកចិត្តនេះគឺមានឥទ្ធិពលខ្លាំងមែនទេតែបងប្អូនបំបាក់ទឹកចិត្តគាត់ថ្ងៃក្រោយគាត់លែងមានភាពក្លាហានក្នុងការប្រឈមចូលរួមដោះស្រាយបញ្ហាជាមួយបងប្អូនដែលជាមេឬក៏ជាថ្នាក់ដឹកនាំរបស់គាត់ទៀតហើយអញ្ចឹងការបំបាក់ទឹកចិត្តនេះធ្វើឲ្យគាត់ខូចចិត្តបំផុតមិនមែនតើទៅវាយគាត់ទៅគក់គាត់ឬក៏ទៅញឹងរកជាគាត់បោចសក់គាត់ទៅគេហៅថាជាការបំបាក់ទឹកចិត្តទេសូម្បីតែភាសានិយាយរបស់បងប្អូនទាំងអស់គ្នាគឺមានឥទ្ធិពលចាពេលខ្លះយើងជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងស្ថាប័នគឺពាក្យសម្ដីរបស់យើងគឺគេស្ដាប់អញ្ចឹងគ្រប់ចំណុចដែលយើងនិយាយចេញទៅត្រូវតែមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់បើមិនជាយើងមិនប្រយ័ត្នប្រយែងទេចាអញ្ចឹងវាធ្វើឲ្យគាត់វាប៉ះពាល់អារម្មណ៍របស់គាត់ដល់ពេលប៉ះពាល់អារម្មណ៍គាត់ពេលខ្លះគាត់អត់មានកម្លាំងក្នុងការដើរទៅមុខបន្តជាមួយយើងបានទេអញ្ចឹងមេដែលមានឥទ្ធិពលត្រូវបំពេញលក្ខណៈ3យ៉ាងនេះឲ្យបានទី1មេត្រូវនៅមុខគេមេត្រូវដោះស្រាយបញ្ហាមុនគេមេត្រូវបកកាយជាងគេមេត្រូវឆ្លាតជាងគេទី2បងប្អូនទាំងអស់គ្នាត្រូវចេះលើកទឹកចិត្តគាត់ចាបើគាត់ខុសបរៀនគាត់បើគាត់ខុសប្រាប់គាត់បើគាត់ខុសធ្វើឲ្យមើលហើយលើកទឹកចិត្តគាត់ណាហើយតាមដាននៅចំណុចល្អប្រសើររបស់គាត់ពីមួយចំណុចទៅមួយចំណុចទី3ហាមបំផុតការបំផាក់ទឹកចិត្តតែផ្ទុយទៅវិញបើសិនជាគាត់ធ្វើបានលទ្ធផលល្អប្រសើរហើយបងប្អូនទាំងអស់គ្នាត្រូវតែចេះអីគេអរគុណគាត់ចាឲ្យរង្វាន់គាត់ផងដើម្បីអីឲ្យគាត់មានកម្លាំងចិត្តក្នុងការចាច្នៃប្រឌិតឬក៏ធ្វើរឿងហ្នឹងឲ្យកាន់តែល្អប្រសើរជាងនឹងទៀតណាដូចនៅក្នុងស្ថាប័នអញ្ចឹងបើសិនជាគាត់ធ្វើការងារល្អគាត់ទទួលបានលទ្ធផលការងារល្អស្ថាប័នរីកចម្រើនដូចគ្នាស្ថាប័នក៏នៅតែមិនភ្លេចគុណគាត់ទេតាមរយៈការឧបត្ថម្ភចាប្រាក់បៀវត្សបន្ថែមអីចឹងទៅជាការលើកទឹកចិត្តដល់ពួកគាត់បន្ថែមអូខេណាអញ្ចឹង3កន្លឹះនេះគឺជាឥទ្ធិពលដែលអស្ចារ្យបំផុតសម្រាប់មេដឹកនាំអូខេណាអរគុណ